អានេះគេហៅថាមុនស្លាប់ពុកម៉ែបងប្អូនរូបភាពមុនពេលបាត់បង់ជីវិតបន្ទាប់ពីពួកគេបានចូលឈ្លានពានបានបាញ់ទាំងកំរោលទៅលើផ្ទះរបស់ប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងទឹកដីខាងបឹងតកួនស្រោចទៀតហើយជីខ្វះតកួនណាតកួនខ្វះជីតែបឹងតកួនវាអត់អស់ចិត្តណាបើសិនមិញស្រោចទៅមកជុំវាអត់អស់ចិត្តវាបន្ថែមជីមកទៀតបាទស្រោចមុននេះប្រហែលជាកន្លះម៉ោងនេះគឺជាវីដេអូមុនពេលស្លាប់របស់កងទ័ពថៃនៅច្រកបឹងត្រកួនបងប្អូនបានហើយបងប្អូនសៀមជាប់អន្ទាក់កងទ័ពកម្ពុជាយើងដូចយើងគិតអញ្ចឹងបងប្អូននៅពេលដែលកងទ័ពរបស់សៀមវាយសម្រុកចូលមកទឹកដីកម្ពុជាយើងបងប្អូនចឹងហើយត្រូវកងទ័ពខាងកម្ពុជាយើងបងប្អូនបើកឲ្យកងទ័ពសៀមគឺចូលជាច្រើននៅខាងច្រកបឹងត្រកួនតែអ្វីដែលយើងភ្ញាក់ផ្អើលបងប្អូនគឺកងទ័ពសៀមអស់ទាំងនេះគឺมันបានត្រឡប់ទៅវិញទេបងប្អូនគឺខ្ញុំបានទទួលដំណឹងពីបងប្អូនកងទ័ពនៅខាងច្រកបឹងត្រកួនថាកងទ័ពសៀមដែលចូលមកច្រកបឹងត្រកួនគឺអាចចូលមកបានបងប្អូនប៉ុន្តែมันអាចចេញទៅវិញបានទេនៅពេលនេះរថក្រោះនិងកងទ័ពបានឆេះនិងស្លាប់ជាច្រើនរយនាក់បងប្អូនច្រើនរយនាក់ហើយបើតាមស្ដាប់តាមឆាតសំឡេងបងប្អូនគឺនៅពេលនេះសៀមកំពុងតែប្រើយន្តហោះដើម្បីគម្រាមកម្ពុជានិងយកឱកាសដើម្បីប្រមូលសាកសពរបស់សៀមដែលស្លាប់នៅច្រកបឹងត្រកួនបងប្អូនហើយកម្ពុជាយើងក៏យើងមិនចង់ជួបទេបងប្អូនក៏ប៉ុន្តែធ្វើមិនដោយសារតែពួកសៀមគឺវាបង្ខំយើងពេកចឹងបងប្អូនដល់ពេលនេះគឺខាងសៀមគឺគេខឹងសម្បាមែនទែនដោយសារតែកងទ័ពរបស់សៀមនៅពេលនេះគឺបាត់បង់គឺច្រើនណាស់បងប្អូនហើយច្រើនមែនទែនស្រោចទៀតហើយជីខ្វះតកួនណាតកួនខ្វះជីតែបឹងតកួនវាអត់អស់ចិត្តណាបើសិនមិញស្រោចទៅមកជុំវាអត់អស់ចិត្តវាបន្ថែមជីមកទៀតបាទស្រោចមុននេះប្រហែលជាកន្លះម៉ោងគឺនៅម៉ោងប្រហែលជា10ណាបាទហើយជា10គត់បាទស្រោចនៅបឹងតកួនមួយជើងទៀតហើយបាទមិនមែនថាយើងចេះតែនិយាយអីទេពេលខ្លះនេះហើយគឺជាកម្លាំងចិត្តកងទ័ពរបស់យើងគាត់ហត់ណាស់នោះមានអ្នកឆាតមកខ្ញុំថាអូបាទហត់ណាស់ភ្លៀងមិនថាមិនភ្លៀងទៀតនៅបឹងតកួននៅព្រៃច័ន្ទក៏ភ្លៀងនៅអីក៏ភ្លៀងវាបំផ្លាញខ្ទេចខ្ទីងផ្ទះប្រជាពលរដ្ឋរបស់យើងនៅព្រៃច័ន្ទប៉ុន្តែក៏យើងមិនទុកឲ្យនៅបានសុខដែរហើយខ្មែរប្រាប់ឲ្យថាវាយបកទប់ទល់ការពារបូរណភាពទឹកដីរបស់កម្ពុជាលែងយកយល់ដូចមុនហើយឯងតែចូលមកដាក់បាទឥឡូវនេះតកួនលូចលាស់ថែមបន្តិចទៀតហើយបើថានៅស្ទើរជីប្រហែលជាពួកវាចូលមកទៀតបាទប៉ុន្តែបើថាជីគ្រប់គ្រាន់ហើយមកដេកទៅណាខ្ជិលប្រមោះខ្មោចចង់បញ្ជាក់ថាខ្លួនឯងខ្លាំងតែចុងក្រោយក៏ខ្លោចគ្មានថ្ងៃបានវិលទៅជួបក្រុមគ្រួសារប្រពន្ធកូនឡើយបងប្អូនកងទ័ពថៃនេះគឺគេបានបើករថក្រោះវាយបំបែកបន្ទាយកម្ពុជាយើងចូលមកលើទឹកដីកម្ពុជាយើងបងប្អូនហើយគេក៏បានលើកទង់ជាតិរបស់ថៃហ្នឹងគឺនៅក្នុងទឹកដីកម្ពុជាយើងបងប្អូននៅពេលនោះហើយគឺជាយុទ្ធសាស្ត្រដែលកម្ពុជាយើងប្រើ BM21 បានពេញសាច់ល្អណាស់បងប្អូនបានពេញសាច់ល្អមែនទែនតែម្ដងបងប្អូនទាំងរថក្រោះទាំងកងទ័ពសៀមគឺស្លាប់ជាច្រើនអ្នកតែម្ដងបងប្អូននៅពេលនេះគឺនៅខាងបឹងត្រកួន